ពិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តចំបក់ជើងភ្នំគិរីរម្យពុទ្ធិពិសេសនិងឆ្លងសមិទ្ធផលនានាក្នុងពុទ្ធសីមាវត្តចំបក់ជើងភ្នំគិរីរម្យទូលព្រះបង្គំខ្ញុំព្រះករុណាអាត្មាភាពយើងខ្ញុំទាំងអស់គ្នាជាព្រះចាអធិការព្រះសង្ឃលោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តចំបក់ជើងភ្នំគិរីរម្យព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានបានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើបុណ្យបញ្ចុះខណ្ឌសីមាពុទ្ធាភិសេកនិងសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តចំបក់ជើងភ្នំស្ថិតនៅភូមិបេងឃុំចំបក់ស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺអាស្រ័យហេតុដោយបានទូលថ្វាយប្រកេននិងចម្រើនពរជម្រាបជូនខាងលើទូលព្រះបង្គំខ្ញុំព្រះករុណាសូមអារាធនាយាងនិមន្តអញ្ជើញសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអុកញ៉ាលោកស្រីអ្នកនាងកញ្ញាពុទ្ធបរិស័ទសប្បុរសជនចិត្តឆ្ងាយទាំងអស់ចូលរួមចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លានិងអនុមោទនាទទួលយកនៅផល្លានិសង្ឃរៀងៗខ្លួនកុំបីអខានឡើយកម្មវិធីបុណ្យថ្ងៃទី1ថ្ងៃសុក្រ300ខែផលគុណឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី6ខែមីនាឆ្នាំ2026វេលាម៉ោង8នាទីព្រឹកជួបជុំព្រះសង្ឃពុទ្ធបរិស័ទចិត្តឆ្ងាយគ្រប់ទិសធ្វើពិធីស្រាក់ដុំនិមិត្តសីមាវេលាម៉ោង 10:30 នាទីព្រឹកវេផាត់ប្រគេនព្រះសង្ឃតាមរោងទិសនិងបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយសចិត្តឆ្ងាយវេលាម៉ោង 1 រសៀលជួបជុំម្ចាស់រោងទិសទាំង9ពិធីសែនក្រុងពាលីនិងដង្ហែដុំនិមិត្តសីមាព្រមទាំងទង់ប្រតិសិន3ជុំព្រះវិហារយកទៅតម្កល់ក្នុងព្រះវិហារធ្វើបទនមស្ការព្រះរតនត្រ័យសមាទានសិលវេដុំនិមិត្តសីមានិងរោងអបោសុតប្រគេនព្រះសង្ឃវេលាម៉ោង 3 រសៀលប្រារព្ធពិធីនមស្ការព្រះរតនត្រ័យសមាទានសិលរួចនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងព្រះធម៌ទេសនាដោយព្រះមនីសត្ថារយៈកោសលកែចន្ទថាព្រះមេគុណខេត្តកំពង់ស្ពឺថ្ងៃទី2ថ្ងៃសៅរ៍4រោចខែផលគុណឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី7ខែមីនាឆ្នាំ2026វេលាម៉ោង 7 នាទីព្រឹកប្រគេនជាគូដល់ព្រះសង្ឃតាមរោងទិសវេលាម៉ោង 10:30 នាទីព្រឹកវេផាត់ដល់ព្រះសង្ឃតាមរោងទិសវេលាម៉ោង 1 នាទីរសៀលរៀបចំពិធីពុទ្ធាភិសេកវេលាម៉ោង 3 នាទីរសៀលជួបជុំពុទ្ធបរិស័ទធ្វើបទនមស្ការព្រះរតនត្រ័យសមាទានសិលចម្រើនព្រះបរិត្តនិងសម្ដែងព្រះធម៌ទេសនាក្រេ2ដោយព្រះព្រំគិរីធម្មបាលនូចិនព្រះអនុគុណស្រុកភ្នំស្រួយនិងព្រះឧត្តមកិច្ចធម្មហួងសុភឿនព្រះវិន័យធរអនុគុណស្រុកភ្នំស្រួយបញ្ជាក់ពេលរាត្រីមានក្រុមសិល្បៈល្ខោនបាសាក់សម្ដែងជូនទស្សនាទល់ភ្លឺថ្ងៃទី3ថ្ងៃអាទិត្យ5រោចខែផលគុណឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី8ខែមីនាឆ្នាំ2026វេលាម៉ោង 7 នាទីព្រឹកប្រគេនជាគូដល់ព្រះសង្ឃតាមរោងទិសវេលាម៉ោង 10:30 នាទីព្រឹកវេផាត់ដល់ព្រះសង្ឃតាមរោងទិសវេលាម៉ោង 1:30 នាទីរសៀលនិមន្តព្រះសង្ឃ108អង្គធ្វើពិធីបញ្ជាន់តារាងដឹកនាំដោយព្រះវិរៈញាណាចារ្យអ៊ុំផេងព្រះលេខាធិការគណៈខេត្តកំពង់ស្ពឺវេលាម៉ោង 3 នាទីរសៀលជួបជុំពុទ្ធបរិស័ទធ្វើបទនមស្ការព្រះរតនត្រ័យសមាទានសិលចម្រើនព្រះបរិត្តនិងសម្ដែងព្រះធម៌ទេសនាក្រេ3ដោយព្រះញាណទេវោសិទ្ធបរិនព្រះធម្មធរអនុគុណស្រុកភ្នំស្រួយព្រះសិរីធម្មលក្ខសង្ឃសឿនព្រះសម្មុគុណព្រះអនុគុណស្រុកភ្នំស្រួយនិងព្រះសក្ខាផុតតោពលពឿនព្រះលេខាអនុគុណស្រុកភ្នំស្រួយពេលរាត្រីមានក្រុមល្ខោនបាសាក់សម្ដែងជូនទស្សនារហូតទាល់ភ្លឺថ្ងៃទី4ថ្ងៃច័ន្ទ600ខែផលគុណឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី9ខែមីនាឆ្នាំ2026វេលាម៉ោង 7 ព្រឹកប្រគេនយាគូដល់ព្រះសង្ឃតាមរោងទិសវេលាម៉ោង 8 ព្រឹកជួបជុំពុទ្ធបរិស័ទប្រជាពលរដ្ឋមន្ត្រីរាជការធ្វើបដិសណ្ឋារកិច្ចឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺពិធីគោរពទង់ជាតិភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជានិងបទសារផាញ់សន្ទរកថាស្វាគមន៍ប្រសាសន៍សំណេះសំណាលរបស់ឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺវេលាម៉ោង 10 ព្រឹកឯកឧត្តមបណ្ឌិតអញ្ជើញកាត់ខ្សែបោនិងកាត់ឫស្សីមាតាមពុទ្ធានុញ្ញាតវេលាម៉ោង 10:30 នាទីព្រឹកវេភតហាប្រគេនព្រះសង្ឃដាឆ្លងជាកិច្ចបញ្ចប់កម្មវិធីបុណ្យអ្នកផ្ដើមបុណ្យទិសអន្តកល
ព្រះចៅអធិការវត្តចំបក់ជើងភ្នំគិរីរម្យញោមជំទាវខាងលីបឧបាសិកាអៀងស្រីអូនអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តទិសបូព្រះចៅអធិការវត្តផ្ចឹកជ្រុំនិងអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តស្រុកត្រាំកក់ខេត្តតាកែវទិសអាគ្នេយ៍ព្រះចៅអធិការវត្តធនសេរីនិងអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តស្រុកបរសែនទិសតេសិនជាងអុកធុចនិងភរិយាព្រមទាំងកូនចៅនិងពុទ្ធបរិស័ទទិសនិរដីព្រះចៅអធិការវត្តត្រែងត្រយឹងនិងអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទិសបច្ចឹមព្រះចៅអធិការវត្តដំណាក់ត្រាចនិងអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទទិសពាយោបព្រះចៅអធិការវត្តមហារាជស្ថានភ្នំឧដុង្គនិងអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តខេត្តកណ្ដាលទិសឧត្តរកងសលៀងតិចយាយពាវសាំងលីនិងលោកវែងខេងអ្នកស្រីតិចវុចនីស្រុកស្អាងខេត្តកណ្ដាលទិសឦសានព្រះចៅអធិការវត្តរស្មីឧត្តមពរនិងអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តព្រះគ្រូសិរីសត្ថាចារ្យប្រាក់ឌឿនគង់នៅវត្តដំបុកខ្ពស់រាជធានីភ្នំពេញនិងពុទ្ធបរិស័ទព្រះអង្គគ្រូច័ន្ទធម្មោទីទាវមេកុដលេខ5វត្តអ្នកកវ័នព្រមទាំងពុទ្ធបរិស័ទឯកឧត្តមសោមខណ្ឌដានិងលោកជំទាវព្រមទាំងកូនចៅនៅរាជធានីភ្នំពេញលោកជំទាវជាសុនដាណែតព្រមទាំងបុត្រភ្នំពេញឯកឧត្តមលីសំអូននិងលោកជំទាវឌីមច័ន្ទថេងភ្នំពេញលោកអ៊ិតណារិតព្រមទាំងគ្រួសារនៅរាជធានីភ្នំពេញលោកគឹមសុខៀងរាជធានីភ្នំពេញឧបាសិកាសេងមុតាព្រមទាំងបុត្រភ្នំពេញឧបាសិការ៉ែនចន្ទថាព្រមទាំងបុត្រនិងញាតិព្រះធម៌ភ្នំពេញលោកជ័យហ៊ីមមេឃុំចំបក់និងក្រុមប្រឹក្សាលោកទូចមនប្រធានសហគមន៍ចំបក់ពុទ្ធបរិស័ទភូមិក្រាំងជែកភូមិរំដួលថ្មីភូមិពីមលវាភូមិត្រពាំងក្រាញ់ភូមិបេងភូមិចំបក់ដង្គំភូមិថ្មីភូមិច្រកស្រអែមនិងពុទ្ធបរិស័ទភូមិពេជ្រអន្ទង់ព្រមទាំងពុទ្ធបរិស័ទសប្បុរសជនជិតឆ្ងាយទាំងអស់គ្រប់ទិសទីក្នុងនិងក្រៅប្រទេសទំនាក់ទំនងទូរស័ព្ទលេខ012 403 399 010 403 399សូមអរព្រះគុណនិងសូមអរគុណ